Old mother ជាស្ត្រីចំណាស់ម្នាក់ដែលនៅក្នុងភូមិនេះហើយគ្រប់គ្នាគោរពគាត់ខ្លាំងណាស់បើមិនងាយទេសម្រាប់ដំរីបើគ្នាយើងណាចង់បានដំបងឆ្អឹងស្នេះតតែអាចសម្រាប់ដំរីមួយក្បាលបានតែយ៉ាងណាក៏ដោយដំរីនេះក៏ចាប់ផ្ដើមផុតពូជម្ដងបន្តិចម្ដងបន្តិចដែលវាជារឿងធ្វើឲ្យអ្នកភូមិទាំងមូលមានការព្រួយបារម្ភថ្ងៃមួយមេកូសម្ព័ន្ធបានស្វែងរកឃើញក្មេងស្រីម្នាក់ដែលមានឈ្មោះថា Evelyn ជាក្មេងស្រីតែម្នាក់ដែលបានរត់គេចខ្លួនពីការកាប់សម្លាប់និងចាប់ខ្លួននៅក្នុងភូមិរបស់នាងឥឡូវនេះនាងត្រូវបានគេនាំមកឲ្យជួបជាមួយនឹង All mother បានធ្វើការទស្សន៍ទាយថាអ្នកដែលសម្លាប់គ្រួសាររបស់នាងគឺជាបិសាចជើង4បាត់អីគេទៅបិសាចជើង4នឹងអ្នកទាំងអស់គ្នាដឹងឬអត់បើសិនជាមិនដឹងតាមដានជាមួយខ្ញុំបន្តទៀតបិសាចជើង4នេះនឹងមកកាន់ទីនេះនៅពេលដែលប្រជាជនចាយយកចេញទៅប្រមាញ់ជាលើកចុងក្រោយហើយនឹងធ្វើការនាំយកប្រជាជនចាយយកទៅជាមួយពួកវាដែរ Old mother ក៏បានបន្តថាតែកុំបារម្ភពេលដែលពួកគេមកវាយប្រហារយើងនោះគឺជាពេលដែលកម្ពុជាអ្នកប្រយុទ្ធថ្មីនឹងកើតឡើងបាននរណាគេទៅហើយអ្នកប្រយុទ្ធថ្មីនោះនឹងជួយការពារពួកយើងគាត់ក៏បានទស្សន៍ទាយបន្តទៀតថានរណាក៏ដោយដែលអាចសម្លាប់មេដឹកនាំនៃបិសាចជើង4នោះបានម្នាក់នោះនឹងអាចយក Evelyn ដែលមានសម្រស់ស្រស់ស្អាតគ្មានពីធ្វើជាប្រពន្ធហើយនឹងអាចទទួលបានដំបងឆ្អឹងស្នេះធ្វើជាមេកូសម្ព័ន្ធបានយ៉ាងណាក៏ដោយក្រុមកូសម្ព័ន្ធទាំងអស់បែរជាជឿជាក់ថាបិសាចនោះគឺជាដំរីទៅវិញដោយសារតែហ្វូងដំរីតែងតែត្រឡប់មករកពួកគេពេលដែលពួកគេស្រែកឃ្លានបើពេលឃ្លានប្រមាញ់ដំរីហើយស៊ីតែសាច់ដំរីសោះចោទដំរីថាជាបិសាចប៉ុន្តែអ្នកទាំងអស់គ្នាពិតជាឆ្ងល់ហើយថាអ្វីទៅជាបិសាចជើង4ហើយមេដឹកនាំរបស់ពួកគេនឹងជាអ្នកណាតែខ្ញុំក៏មិនទាន់ប្រាប់ដែរបន្តការឆ្ងល់របស់អ្នកទាំងអស់គ្នាសិនចុះអញ្ចឹងបន្ទាប់ពីមានការទស្សន៍ទាយនោះរួចមេកូសម្ព័ន្ធនឹងគាត់មិនជឿលើរឿងនោះឡើយគាត់នឹងក៏បានសម្រេចចិត្តចាក់ចេញពីកូសម្ព័ន្ធនេះហើយទុកដំបងឆ្អឹងសោះឲ្យមិត្តភ័ក្តិរបស់គាត់មានឈ្មោះថាហើយបានផ្ដាំទៅកាន់មិត្តភ័ក្តិរបស់គាត់ថាឲ្យជួយមើលថែកូនប្រុសរបស់គាត់ដែលមានឈ្មោះថា Kellyចំពោះមូលហេតុដែលគាត់ចាក់ចេញពីទីនេះគាត់បានសុំមិត្តភ័ក្តិរបស់គាត់លាក់សូមចូលទៅមើលរឿងពេញនៅក្នុង YouTube Khmer Movie Insight ដើម្បីបញ្ចប់រឿងតាមលេងខាងក្រោមហើយកុំភ្លេចចុច Subscribe ដើម្បីទទួលបានរឿងថ្មីអរគុណ